ហើយអភិរក្សព្យាយាមបង្ហាត់បរៀនដល់ក្មេងៗសាក្រោយឲ្យបានយល់ដឹងពីវប្បធម៌សិល្បៈប្រពៃណីរបស់ខ្មែរយើងសិល្បៈអ្វីទៅដែលរៀបនឹងបាត់បង់ហើយនឹងសិល្បៈអ្វីទៅដែលកំពុងតែបង្កើតថ្មីហើយនឹងអ្វីដែលបានបាត់បង់អស់ទៅកេះក៏តឯងច្រៀងក៏តឯងកំណាប់កាបខ្លងគឺគិតដោយខ្លួនឯងពុំមានការព្រៀងទុកពុំមានបរោលតែងទុកទេអញ្ចឹងបានន័យថាពិបាកនៅក្នុង100គឺมันមានម្នាក់ផងមួយទៀតជាសង្ក្រោយខ្ញុំបានសុំសំណូមពរដល់យុវជនសាក្រោយជាពិសេសយុវជនមួយចំនួនដែលកំពុងតែភ្លើតភ្លើនទៅនឹងវប្បធម៌បរទេសព្រោះបច្ចុប្បន្ននេះឃើញច្រើនណាស់យកវប្បធម៌ពីគេនេះយកមកលាយឡំជាមួយនឹងវប្បធម៌យើងលាយឡំជាមួយនឹងអរិយធម៌ដ៏ដងឧត្តមរបស់ខ្មែរយើងអញ្ចឹងសូមឲ្យនិស្សិតក្តីបញ្ញវន្តក្តីសិស្សានុសិស្សដែលកំពុងតែសិក្សាក្តីសូមមេត្តាយកចិត្តទុកដាក់ថែរក្សាវប្បធម៌ប្រពៃណីរបស់ខ្មែរយើងឲ្យបានល្អបរិបូរណ៍តទៅមុខទៀតបាទខ្ញុំរាប់រាល់ថ្ងៃនេះគឺខ្ញុំពិបាកណាស់ចិញ្ចឹមបងប្អូនហើយម្ដាយឪពុកក៏គិតខ្វះខាតជាពាក្យគេអញ្ចឹងខ្ញុំមានតែពាក្យថាតស៊ូមិនសូវជាផ្ដល់ចំណូលឲ្យខ្ញុំបានច្រើនប៉ុន្តែខ្ញុំនៅតែស្រឡាញ់នៅតែមានចិត្តថែរក្សាចង់ការពារអភិរក្សចុបជាបៃតេប្រព័ន្ធជាតិរបស់យើងបាទខ្ញុំសូមបញ្ជាក់បានជំរាបសួរខ្ញុំបាទឈ្មោះវណ្ណាកំសៀនខ្ញុំបានមានភូមិកំណើតនៅភូមិសំរោងកញ្ចោចឃុំរិស័យលោកស្រុកជីក្រែងខេត្តសៀមរាបបច្ចុប្បន្ននេះខ្ញុំបានមានអាយុ21ឆ្នាំហើយបាទ21ឆ្នាំហើយបាទជាក់ស្ដែងខ្ញុំបាទសប្តាហ៍ថ្ងៃកំពុងតែបន្តការសិក្សានៅសាកលវិទ្យាល័យហើយខ្ញុំបានឆ្នាំទី1ចូលទី2ហើយចំពោះកិច្ចការងារសិល្បៈខ្ញុំបានសិក្សារៀនសូត្រចេះដឹងបានឧបករណ៍ផ្នែកតន្ត្រីបុរាណបាទខ្ញុំបាទមិនជាអ្នកចេះដឹងអីខ្លាំងប៉ុណ្ណាទេគ្រាន់តែថាខ្ញុំអាចលេងឧបករណ៍បានច្រើនដូចជាស្គរត្រូឃឹមតាខេរនាតគងស្គរខ្លុយបៃអីជាដើមឡាក់បាទហ្នឹងចំពោះឧបករណ៍បុរាណហើយចំណែកឯឧបករណ៍មួយទៀតដែលខ្ញុំបាទស្រឡាញ់ជាងគេហើយខ្ញុំបាទក៏បានទទួលពានរង្វាន់ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈគឺផ្នែកចាប៉ីដងវែងខ្ញុំបាទបានចូលទៅប្រឡងនៅឆ្នាំ2025ហើយក៏ទទួលបានជាម្ចាស់ជ័យលាភីលេខ2ទូទាំងប្រទេសផ្នែកចាប៉ីដងវែងដែរបាទខ្ញុំបាទជំរាបបញ្ជាក់ថាខ្ញុំបាទជាអ្នកដែលកើតមកក្នុងតកូលដែលលំបាកណាស់បាទក្រីក្រជាអ្នកស្រ័យចំការខ្ញុំបាទគឺជាក្មេងវត្តទេបាទសិក្សារៀនសូត្រនៅក្នុងវត្តខ្លះសូម្បីបច្ចុប្បន្ននេះខ្ញុំបាទគឺជានិស្សិតដែលកំពុងតែបន្តការសិក្សានៅសាកលវិទ្យាល័យចំពោះកិច្ចការងារសិល្បៈនេះឃើញថាឥឡូវខ្ញុំបាទមិនសូវជាបានចេញទៅសម្ដែងនៅកន្លែងណាទេដោយសារប្រជាជនយើងបច្ចុប្បន្នសពថ្ងៃគាត់ពុំសូវយល់ពីតម្លៃនៃសិល្បៈបុរាណទេជាក់ស្ដែងជាបៃដងវែងនេះមួយខែមួយខូបមិនទាន់បាន1រោងផងមួយខែមួយខូបមិនទាន់បាន1រោងផងចុះខ្ញុំទៅមានទឹកចិត្តកម្លាំងចិត្តអីមានអីជំរុញឲ្យខ្ញុំមានភាពត្រេកអរសប្បាយនឹងសិល្បៈហ្នឹងប៉ុន្តែដោយទឹកចិត្តស្រឡាញ់ចង់ថែរក្សាចេះតែការពារចេះតែអភិរក្សការងារសិល្បៈនេះវាប្រៀបដូចជាការដាំដើមឈើមួយដែលយើងមិនបានចាក់ទឹកទាំងបើយើងអត់ឲ្យតម្លៃទេដូចជាយើងដាំយ៉ាងឈើអត់បានចាក់ទឹកចឹងអញ្ចឹងវាស្វិតវាសពូនដល់យូរទៅវាបាត់បង់ហើយជាក់ស្ដែងបច្ចុប្បន្ននេះលំហូរនៃវប្បធម៌បរទេសកាន់តែហូរចូលផងតាំងពីការលេងល្បែងសពបែបសពយ៉ាងមើលមានបាញ់ទឹកប៉ាបម្សៅអាហ្នឹងវាបានមកពីណាមិនមែនជារបស់ខ្មែរយើងទេចុះចោលឈុំបោះអង្គុញទាញព្រឹត្តលាក់កសែងអីហ្នឹងបាត់តាណាអស់ចុះទម្រាំដល់សិល្បៈបុរាណចប៉ីដងវែងអាយ៉ៃល្ខោនខោលស្បែកតូចស្បែកធំសួរតែប្រជាជនខ្មែរយើងហើយយុវជនយើងប្រមាណអ្នកដែលបានយល់ដែលបានដឹងពីតម្លៃបច្ចុប្បន្នខ្ញុំបានទទួលជ័យលាភីជាអ្នកជាប់លេខ2ទូទាំងប្រទេសប៉ុន្តែទីផ្សារក៏មិនសូវជាសម្បូរដែរយូរទៅបាន1រោងយើងនៅតែពិបាកបាទនៅតែពិបាកណាស់សពថ្ងៃមួយទៀតយើងជានិស្សិតដែលកំពុងតែបន្តការសិក្សារៀនសូត្រមួយទៀតត្រូវការថវិកាសម្រាប់គ្រប់គ្រងគ្រួសារព្រោះខ្ញុំមិនមែនជាអ្នកមានទេខ្ញុំបញ្ជាក់ប្រាប់បងប្អូនថាខ្ញុំរាប់រាល់ថ្ងៃហ្នឹងគឺខ្ញុំពិបាកណាស់ចិញ្ចឹមបងប្អូនហើយម្ដាយឪពុកក៏គិតខ្វះខាតជាពាក្យគេអញ្ចឹងខ្ញុំមានតែពាក្យថាតស៊ូអ្វីត្បិតបើសិល្បៈនេះមិនសូវជាផ្ដល់ចំណូលឲ្យខ្ញុំបានច្រើនប៉ុន្តែខ្ញុំនៅតែស្រឡាញ់នៅតែមានចិត្តថែរក្សាចង់ការពារអភិរក្សចប៉ីជាបៃតេប្រព័ន្ធជាតិរបស់យើងបាទខ្ញុំសូមបញ្ជាក់បាទត្រឹមត្រូវទេបាទបច្ចុប្បន្នទីផ្សារផ្នែកតន្ត្រីបុរាណរបស់ខ្ញុំបាទមិនសម្ដែងលេងតែមួយវងទេ เป็นเปียกลูกខ្ញុំលេង
เพลงแบบนี้ก็ខ្ញុំលេងเพลงអារៈក៏ខ្ញុំលេងเพลงការបុរាណក៏ខ្ញុំលេងហើយចបៃក៏ខ្ញុំនៅតែបន្តសម្ដែងចែកជូនបងប្អូនរបស់យើងប៉ុន្តែជាក់ស្ដែងទីផ្សារในปัจจุบันในតន្ត្រីបុរាណនិងវងភ្លេងរបស់ខ្ញុំគួបផ្សំទាំងចបៃទៀតឃើញថាឥឡូវនេះឃើញតែចុះខ្សោយដោយសារមិនដឹងជាមូលហេតុក្រកម្មវិធីឬមួយក៏យ៉ាងណាទេគាត់ថាបច្ចុប្បន្ននេះខ្ញុំបាទកំពុងតែបន្តការសិក្សាផងណាមួយទៀតពុំសូវមានអ្នកត្រូវការទៅសម្ដែងផងក៏មានការអន់ថយបន្តិចបាទមានការអន់ថយបន្តិចបាទជាការពិតទៅអ្វីទៅបិទបើសិល្បៈបុរាណនេះយើងមិនសូវមានទីផ្សារមមាញឹកក៏ដោយប៉ុន្តែដោយទឹកចិត្តស្រឡាញ់របស់ខ្ញុំទឹកចិត្តស្រឡាញ់របស់ខ្ញុំពួកខ្ញុំកើតមកខ្ញុំអាយុ9ឆ្នាំខ្ញុំបានរៀនសូត្រតន្ត្រីបុរាណបាត់ហើយបាទខ្ញុំបានសិក្សារៀនសូត្រពីលោកគ្រូដែលនៅក្នុងភូមិនោះលោកគ្រូខ្ញុំគឺឈ្មោះលោកគ្រូជំថុលហ្នឹងខ្ញុំអាយុ9ឆ្នាំខ្ញុំចាប់ផ្ដើមស្រឡាញ់ហើយខ្ញុំបានសិក្សារៀនសូត្រចេះដឹងឧបករណ៍បាន2-3ឧបករណ៍ហើយប៉ុន្តែឥឡូវជាក់ស្ដែងបច្ចុប្បន្ននេះឃើញថាពុំសូវមានអ្នកយកចិត្តទុកដាក់ហើយនឹងឲ្យតម្លៃនៃសិល្បៈបុរាណជាពិសេសតន្ត្រីបុរាណរបស់យើងទេទោះយ៉ាងណាក៏ដោយចុះខ្ញុំនៅតែមានចិត្តស្រឡាញ់ហើយអភិរក្សព្យាយាមបង្ហាត់បរៀនដល់ក្មេងៗសាក្រោយឲ្យបានយល់ដឹងពីវប្បធម៌សិល្បៈប្រពៃណីរបស់ខ្មែរយើងវប្បធម៌សិល្បៈអ្វីទៅដែលកំពុងតែបាត់បង់សិល្បៈអ្វីទៅដែលរីបនឹងបាត់បង់ហើយនឹងសិល្បៈអ្វីទៅដែលកំពុងតែបង្កើតថ្មីហើយនឹងអ្វីដែលបានបាត់បង់អស់ហ្នឹងជាចំណុចមួយដែលខ្ញុំបាទមានទឹកចិត្តស្រឡាញ់ហើយនឹងការពារថែរក្សាសម្បត្តិរបស់ខ្មែរយើងឲ្យបានគង់វង្សតទៅមុខទៀតបាទអរគុណអូល្អមែនទែនបាទចំពោះចក្ខុវិស័យដែលខ្ញុំបាទនឹងកំពុងតែរៀបចំកំពុងតែមានគំនិតមួយដែលចង់បង្កើតខ្ញុំចង់ឲ្យក្រសួងលោកផ្ដល់តម្លៃខ្ពស់ទៅខាងលោកគ្រូខាងសិល្បៈបុរាណនិយាយហ្នឹងមិនមែនថាលើកតម្លៃខ្លួនឯងឲ្យគេឲ្យតម្លៃខ្ញុំខ្ពស់ទេប៉ុន្តែចង់បានន័យថាជាក់ស្ដែងដូចជាអ្នកចបៃដងវែងដែលគាត់បានទទួលបានជ័យលាភីលេខ1លេខ2លេខ3ហ្នឹងចង់ចបៃនេះមិនងាយទេជាសិល្បៈមួយដែលកម្រមែនទេកេះក៏តឯងច្រៀងក៏តឯងកំណាប់ការផ្លងគឺគិតដោយខ្លួនឯងពុំមានការព្រៀងទុកពុំមានបារ៉ូលតែទុកទេអញ្ចឹងបានន័យថាពិបាកណាក្នុង100គឺมันមានម្នាក់ផងមួយទៀតក្នុងចក្ខុវិស័យរបស់ខ្ញុំគឺខ្ញុំចង់ឲ្យក្មេងៗសាក្រោយនឹងគាត់យកចិត្តយកគំនិតមួយងាកមកចាប់អារម្មណ៍នឹងសិល្បៈបុរាណខ្មែរប្រសិនជាខ្ញុំមានសមត្ថភាពខ្ញុំនឹងបង្កើតសាលារៀនមួយសម្រាប់បង្ហាត់បង្រៀនតន្ត្រីបុរាណខ្មែរដល់ក្មេងៗសាក្រោយគាត់បានចេះដឹងហើយបានយល់និងឲ្យតម្លៃវប្បធម៌តទៅមុខទៀតបាទជាចុងក្រោយនេះខ្ញុំបាទសូមសំណូមពរដល់ខាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាការពិតទៅខ្ញុំបានសំណូមពរខ្ញុំសុំតាំងពីកាលខ្ញុំចូលទៅប្រឡងចបៃម្លេះបាទខ្ញុំសុំថាប្រសិនបើទទួលបានរកឃើញអ្នកដែលមានចំណេះជំនាញជ័យលាភីទាំង3នាក់ហើយសូមឲ្យខាងក្រសួងនឹងគាត់យកចិត្តទុកដាក់បញ្ចូលអ្នកទាំង3នាក់ដែលជាម្ចាស់ជ័យលាភីទូទាំងប្រទេសហ្នឹងឲ្យបានគាត់ធ្វើការនៅក្នុងក្របខ័ណ្ឌរដ្ឋផងបាទធ្វើការនៅតាមមន្ទីរខេត្តក្តីឬក៏ក្របខ័ណ្ឌអ្វីផ្សេងៗក្តីដើម្បីឲ្យគាត់ជំរុញឲ្យគាត់មានទឹកចិត្តបង្ហាត់បង្រៀនបន្តមួយទៀតជាសំក្រោយខ្ញុំបានសុំសំណូមពរដល់យុវជនសាក្រោយជាពិសេសយុវជនមួយចំនួនដែលកំពុងតែភ្លើតភ្លើនទៅនឹងវប្បធម៌បរទេសព្រោះបច្ចុប្បន្ននេះឃើញច្រើនណាស់យកវប្បធម៌ពីគេនេះយកមកលាយឡំជាមួយនឹងវប្បធម៌យើងលាយឡំជាមួយនឹងអរិយធម៌ដ៏ដងឧត្តមរបស់ខ្មែរយើងអញ្ចឹងសូមឲ្យនិស្សិតក្តីបញ្ញវន្តក្តីសិស្សានុសិស្សដែលកំពុងតែសិក្សាក្តីសូមមេត្តាយកចិត្តទុកដាក់ថែរក្សាវប្បធម៌ប្រពៃណីរបស់ខ្មែរយើងឲ្យបានល្អបរិបូរណ៍តទៅមុខទៀតបាទជាចុងក្រោយសូមជូនពរឲ្យបងប្អូនទស្សនិកជនទាំងអស់មានសុវត្ថិភាពឲ្យសុខសន្តិភាពបរិបូរណ៍ជាដរាបតទៅបាទសូមអរគុណ